សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកមើលអំពី weekly vlog របស់ខ្ញុំវិញដល់ថ្ងៃហ្នឹងអត់មានអីច្រើនទេគ្រាន់តែបង្ហាញពីសកម្មភាពការទៅយកអីវ៉ាន់នៅក្នុងបន្ទប់របស់សិស្សច្បងតាមពិតហើយ vlog ហ្នឹងថតតាំងពីអាទិត្យមុនណាប៉ុន្តែដោយសារតែអត់មានពេលកាត់អញ្ចឹងក៏ទៅតែបានកាត់ហើយក៏ធ្វើឲ្យនៅសប្តាហ៍នេះអញ្ចឹងតែមុនទៅយកអីវ៉ាន់ហ្នឹងគឺថាសិស្សច្បងគាត់ហៅទៅញ៉ាំលៀសនៅបន្ទប់គាត់សិនអញ្ចឹងមានណាមនុស្សចូលចិត្តញ៉ាំលៀសដែរអញ្ចឹងក៏ដើរទៅហ្មងទៅចាគឺថាដើរទៅមកផ្លែហ្នឹងដល់បន្ទប់គាត់ហ្មងហើយខ្លួនឯងគឺសម្លឹងមើលទៅលៀសហើយមួយទៀតហ្នឹងគឺថាខ្លួនឯងហ្នឹងផ្ដាសាយទេប៉ុន្តែដោយសារតែចូលក្នុងវិស័យចូលចិត្តលៀសហើយអញ្ចឹងក៏ភ្លក់រសជាតិដើម្បីឲ្យដឹងថារសជាតិមិនយ៉ាងឥឡូវថាមានកូនតុក្កតាហ្នឹងគឺខ្ជូតហ្មងណាអញ្ចឹងក៏នៅថតលេងមកកូនតុក្កតាហ្នឹងគឺដាក់ sticker ពេញហ្នឹងហ្មងហើយនេះគឺជាកន្លែងដែលត្រូវទៅទីអាវ៉ាន់របស់សិស្សច្បងអញ្ចឹងយើងត្រូវចាំសិស្សច្បងមួយទៀតដើម្បីឲ្យគាត់ទៅរៀបចំខ្លួនហើយបានទៅទាំងអស់គ្នាហើយអញ្ចឹងគឺអត់ដឹងថាថតអីទេគឺថតជំវិញបន្ទប់ហ្នឹងហ្មងទ្រាំតែពុកគាត់រៀបចំខ្លួនហើយទាំងពីរនេះចាហើយនេះគឺជាសកម្មភាពទៅហើយកំពុងឡើងទៅយកអីវ៉ាន់ហ្នឹងនៅដូចជាជាន់ទី5កាលហ្នឹងប៉ុន្តែគ្រាន់តែចូលមកពុបតាមប៉ាត់បងគាត់អ្នកសម្អាតទៅពេលអញ្ចឹងគាត់សម្អាតហើយបន្ទប់ហ្នឹងអញ្ចឹងក៏គាត់សួរថាធ្វើការយកអីវ៉ាន់អីអត់គឺថាអត់បានយកទេគឺគាត់សម្អាតអស់លេងអញ្ចឹងក៏អត់សម្រេចថាអត់យកហ្មងតែយើងនៅមានចំនួនមួយទៀតដែលសារតែមានសិស្សច្បងម្នាក់ទៀតគាត់ក៏ត្រូវរើបន្ទប់ដូចគ្នាអញ្ចឹងបន្ទប់នេះមើលទៅអត់ទាន់មានអ្នកគេសម្អាតទេអញ្ចឹងក៏មកដល់ឃើញឈ្នួលកៅអៅប៉ុន្តែដោយសារតែខ្លួនឯងមានហើយអញ្ចឹងក៏ឲ្យសិស្សច្បងគាត់យកទៅប៉ុន្តែសិស្សច្បងគាត់ថានេះយកស្បែកជើងខ្មៅហ្នឹងប៉ុន្តែមិនដំបងឆ្លាញ់អញ្ចឹងចង់បានប៉ុន្តែគាត់ថាប្រហែលជាមានសិស្សប្អូនណាយកទៀតអីអញ្ចឹងក៏អត់ហ៊ានយកគ្រាន់តែលើមើលចាបន្ទាប់ពីលើអីវ៉ាន់អីគ្រប់គ្នាអស់ហើយគឺថាអត់បានអីទេខ្ញុំប៉ុន្តែសិស្សច្បងគាត់បានច្រើនដោយសារតែគាត់អត់ទាន់មានអីវ៉ាន់គ្រប់នៅក្នុងបន្ទប់គាត់អញ្ចឹងណាពេលអញ្ចឹងអ្នកខ្លះបានសាប៊ូបោកកៅអៅអីចឹងទៅសាប៊ូទឹកហើយក៏មានឈ្នួលកៅអៅមានអីអញ្ចឹងទៅគឺគាត់យកតែអ្វីដែលគាត់ដាក់មាននៅក្នុងបន្ទប់គាត់អីចឹងអញ្ចឹងក៏មកបន្ទប់វិញទៅអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយ You're gonna feel this every day. This that pretty girl mantra, this that fly